សួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាមួយខ្ញុំណារ៉េអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើការសម្រាប់រឿងមួយដែលមានចំណងជើងថា Spring Fever ដែលសាច់រឿងមួយនេះដែរគឺនិយាយអំពីអ្នកគ្រូកំមុំម្នាក់ហ្នឹងគឺគាត់បានផ្លាស់ប្ដូរពីការរស់នៅរបស់គាត់ពីទីក្រុងសេអ៊ូលទៅនៅភូមិមួយដោយសារតែអំឡុងពេលដែលនាងនៅទីក្រុងសេអ៊ូលហ្នឹងគឺនាងជួបបញ្ហាមួយដែលធ្វើឲ្យប៉ះពាល់ផ្លូវអារម្មណ៍ផ្លូវចិត្តនឹងខ្លាំងមែនតើហើយចាប់តាំងពីពេលមានរឿងមានរ៉ាវញ៉ៃញ៉ៃកើតឡើងនៅទីក្រុងសេអ៊ូលហ្នឹងមកអ្នកគ្រូរបស់យើងហ្នឹងក៏ក្លាយទៅជាមនុស្សម្នាក់ដែល introvert ហ្មងគ្នាយើងសូម្បីតែនិយាយហៅគេហ្នឹងក៏អត់ចង់និយាយហៅដែរថ្មឹងអីចឹងហើយហេតុតែនិស័យដែលពេលដែលនាងបដូរទៅរស់នៅក្នុងភូមិតូចមួយហ្នឹងនាងក៏បានជួបបរិសម្នាក់ដែលបរិសម្នាក់ហ្នឹងគាត់មានមាឌធំហើយចិត្តធ្វើអាកប្បកិរិយាអីចេញមកគួរឲ្យខ្លាចហើយប្លែកមែនតើឥឡូវដើម្បីកុំឲ្យអ្នកទាំងអស់គ្នារងចាំយូរយើងចូលមកកាន់សាច់រឿងរបស់យើងតែម្ដងបើក្បាលនៃសាច់រឿងយើងឃើញថាអ្នកគ្រូកំពុងតែបរៀនសិស្សធម្មតានៅក្នុងសាលារៀនមួយអញ្ចឹងណាហើយបរៀនសិស្សក៏ស្រាប់តែមានអ៊ីម្នាក់នោះមិនដឹងមកពីណាទេគាត់មកដល់បើកទ្វារថ្នាក់យកហ្មងហើយគាត់តែគាត់បើកទ្វារមកសិស្សនងគ្នាមកគាត់គ្រប់គ្នាហ្មងហើយអ្នកគ្រូធ្វើមុខឡើងឆ្ងល់ថាមិនដឹងថាអ៊ីហ្នឹងមកធ្វើអីអញ្ចឹងគឺដល់ពេលងាកមើលទៅខាងអ៊ីវិញចាអ៊ីធ្វើមុខកាចហ្មងចាហើយអ្នកគ្រូក៏ឃើញអញ្ចឹងគាត់ក៏សួរទៅថាអ្នកឯងហ្នឹងមកទីហ្នឹងដើម្បីអីអញ្ចឹងណាហើយសួរមិនតបានចម្លើយផងលេងអ៊ីហ្នឹងក៏ដើរចូលមកដល់ផ្ទះកាភ្លៀងអ្នកគ្រូយកមកកាភ្លៀងហ្មងចាហើយតាមពិតទៅស្ថានភាពទាំងអស់ហ្នឹងក៏គ្រាន់តែជាការកេងយកសពរបស់តួស្រីយើងទេហើយការយកសពហ្នឹងគឺជារឿងខ្មៅងឹតមួយដែលតួស្រីរបស់យើងកំពុងតែប្រឈមមុខរាល់ថ្ងៃដោយសារតែនាងហ្នឹងកេងយកសពដាអញ្ចឹងរាល់ថ្ងៃហ្មងរយៈពេល1ឆ្នាំនេះគ្រាន់តែងើបពីគេនឹងញ័រដៃញ័រជើងហ្មងគ្នាខ្ញុំឲ្យគ្នាភ័យមិនបើមុខអ៊ីនោះកាចយ៉ាងហ្នឹងការមកដល់ចុះបន្ទាប់ហ្នឹងគឺនៅសាលារៀនមួយកន្លែងដែលតួស្រីរបស់យើងហ្នឹងធ្វើជាគ្រូបរិញ្ញាបត្រនៅសាលាមួយហ្នឹងអញ្ចឹងក៏ឃើញដែរតែតួស្រីរបស់យើងហ្នឹងគឺដើរចូលមកដល់ដើរពាក់កាសហ្មងចាដើរនៅក្នុងទីធ្លាសាលាហ្នឹងគឺអត់មានដោះកាសចេញទេអ្នកណាធ្វើអីធ្វើទៅនិយាយទៅអញ្ចឹងណាពេលដើរសុកនាងក៏ឃើញគ្រូមួយក្រុមក៏ដើរបដានិយាយគ្នាបដាហើយនាងក៏សម្រេចចិត្តថាគេនិយាយអីគេចាស់ដោះកាសស្ដាប់មួយសិនរបៀបអញ្ចឹងហើយក៏ដោះកាសហើយសម្រេចចិត្តដើរទៅតាមគ្រូទាំងអស់ហ្នឹងហើយខំដើរទៅចិត្តគេស្មាគេនិយាយអីតាមពិតគឺគេនិយាយដើមតួស្រីយើងនឹងឯងតែគ្រូទាំងអស់ហ្នឹងនាងនិយាយថាតួស្រីរបស់យើងធ្វើការនឹងចិត្ត1ឆ្នាំហើយប៉ុន្តែគាត់ដែលលើសូតួស្រីនិយាយអីសោះដូចមនុស្សទូទៅអីអញ្ចឹងអូយភ្លេចប្រាប់អ្នកទាំងអស់គ្នាថាតួស្រីមានឈ្មោះថាយុនបុំហើយគ្រូទាំងអស់ហ្នឹងនាងនិយាយទៀតថាយុនបុំហ្នឹងណាពាក់អាវអីតពណ៌ខ្មៅទេអត់មានឃើញដែរពាក់ពណ៌អីផ្សេងក្រៅពីពណ៌ខ្មៅហ្នឹងសោះហើយមិនតែប៉ុណ្្នឹងទេថាឲ្យយុនបុំហ្នឹងពេលគេនិយាយអីទៅចេះតែងក់ក្បាលលេអត់មានចេះនិយាយអីតបមកវិញទេនេះកញ្ញាយុនបុំយើងដើរពីក្រោយគេហ្នឹងចាំមកស្ដាប់គេទេហើយក៏តាំងសម័យទៅមើលអតីតកាលរបស់ខ្លួនឯងហើយបើតាមមើលជីវិតរបស់នាងកាលនៅទីក្រុងសេអ៊ូលគឺជាមនុស្សម្នាក់ដែលនិយាយច្រើនហើយមានពួកម៉ាក់ច្រើននិយាយទៅដូចតែគេដូចតែឯងអញ្ចឹងណាហើយមិនតែប៉ុណ្្នឹងទេពេលនៅសាលានាងក៏មានកូនសិស្សលក្ខណៈថាគេស្រឡាញ់ចូលចិត្តនាងច្រើនខ្លាំងការតុបតែងខ្លួនក៏មើលទៅលក្ខណៈស្រស់ស្រាយគ្នាយើងមិនដូចជាលើពាក់កៅអៅអីអញ្ចឹងគេពាក់តែពណ៌ខ្មៅយើងក៏អត់ទាន់បានដឹងដែរថាមូលហេតុអីបានជាតួស្រីរបស់យើងនឹងផ្លាស់ប្ដូរពីមុនដាច់អញ្ចឹងហើយគ្រូក៏នងគ្នានៅឆ្ងល់ទៅថាហេតុអីបានតួស្រីរបស់យើងសុកមកបរៀននៅក្នុងភូមិវិញតែអានកាលមុននាងគឺជាគ្រូបរៀនដែលបរៀននៅទីក្រុងសេអ៊ូលអញ្ចឹងហើយអ្នកគ្រូពាក់អាវសនេះគឺជាអ្នកគ្រូម្នាក់ដែលជួលផ្ទះឲ្យកញ្ញាយុនបុំអ្នកគ្រូហ្នឹងខ្ញុំសូមហៅគាត់ថាអ្នកគ្រូម្ចាស់ផ្ទះចុះហើយគ្រូទាំងអស់នៅតែចំណិតសួរអ្នកគ្រូម្ចាស់ផ្ទះថាមានដឹងថាហេតុអីបានជាកញ្ញាយុនបុំហ្នឹងមកធ្វើការនឹងអត់សុកទៅអ្នកគ្រូម្ចាស់ផ្ទះគាត់ថាខ្ញុំមិនដឹងផងដោយសារតែនាងនិយាយហៅខ្ញុំតែពេលនាងបងថ្លៃផ្ទះបន្ទាប់ពីដើរបានតិចមកអ្នកគ្រូម្ចាស់ផ្ទះគាត់ក៏ងាកក្រោយហើយគាត់ឃើញបុំគាត់ក៏ say hello say hi អញ្ចឹងទៅកញ្ញាបុំអត់មាន say hi say hello ទៅគេវិញទេងក់តែក្បាលទេចាហើយហ្មងចាអាហ្នឹងមិនថាដូចគេនិយាយមែនថាងក់តែក្បាលទេនិយាយអីក៏ដោយងាកមកនៅក្នុងសាលាមានប្រុសស្អាតម្នាក់ហ្នឹងគឺគេកំពុងតែមាន fan ចោមរោមខ្លាំងណាគេមកតែមកស្អាតហើយរៀនបកែទាំងមានសុជីវធម៌ទេគ្រាន់តែគេងាកឃើញគ្រូខ្វាច់គេមករាក់តាក់មួយគ្រូហើយក៏ដើរចេញជាមួយគ្រូបាត់ទៅយុនបុំរហូតដើរចេញទៅដែរក៏អ្នកគ្រូម្ចាស់ផ្ទះគាត់សួរសិនថាយុនបុំឯងមានបានចាក់ផ្សោតផ្ទះហើយសោទ្វារលបងមានបានចាក់ឲ្យស្រួលបួលអត់ព្រោះអាសោហងៃហ្នឹងវាពិបាកចាក់ហើយបើយុនបុំត្រូវការសោថ្មីនឹងប្រាប់គាត់មកអញ្ចឹងណាដល់ពេលយុនបុំអត់មានតបអីទេងក់តែក្បាលមួយដើរទៅបាត់រឿងក៏កាត់ដល់កន្លែងដែលគ្រូក៏កំពុងប្រជុំគ្នាដែលអមនាយកកំពុងតែនិយាយប្រាប់គ្រូទាំងអស់គ្នាឲ្យលោកគ្រូអ្នកគ្រូហ្នឹងគាត់មានការយកចិត្តទុកដាក់លើការងារជាងមុនដោយសារតែចិត្តដល់ថ្ងៃដែលសិស្សប្រឡងហើយកំឡុងពេលដែលអមនាយកគាត់និយាយហ្នឹងកញ្ញាយុនបុំហ្នឹងអត់ដូចមានអារម្មណ៍នៅក្នុងខ្លួនមិនគេក៏ធ្វើឲ្យកាសហ្នឹងជ្រុះភ្លាមចេញពីដៃហ្មងហើយពេលហ្នឹងដូចជាអាកាសធាតុហ្នឹងប្រែប្រួលភ្លាមមានខ្យល់កត្រាក់ធ្វើឲ្យអ្នកគ្រូម្ចាស់ផ្ទះហ្នឹងគាត់រត់ទៅមើលមាត់ប្រួចណាពេលលេងគាត់មើលមាត់ប្រួចហើយគាត់ស្រែកវ៉ាស់ហ្មងគាត់ថាអូយគ្រោះថ្នាក់អីហើយឡើងគ្រប់គ្នាឡើងចលាចលពេញនឹងទាំងអស់ហើយកញ្ញាយុនបុំយើងអត់មាត់ទេដល់ពេលគេចលាចលអញ្ចឹងរត់ទៅមើលនឹងគេដែរម្ចាស់ផ្ទះក៏ខំស្រែកថាគ្រោះថ្នាក់អេដមីនស្មានតែព្យុះសង្គ្រាមមកពីណាតែមេឃឡើងខ្មៅអញ្ចឹងទៅតាមការប៉ັດទៅពេលហ្នឹងគឺមានបរិសម្នាក់នេះគាត់មានសាក់នៅលើដៃគាត់ដើរមកតម្រង់មកចូលសាលាហ្នឹងហ្មងនេះម្នាក់ទាំងអ៊ំនាយកហើយនឹងគ្រូទាំងអស់គ្នាខ្លាចល្អជាមួយបរិសម្នាក់ហ្នឹងមែនតើដូចឃើញចោលដូចឃើញខ្មោចអញ្ចឹងគ្នាយើង
មានតែកញ្ញាយន្តបំយើងមួយឈរឆ្ងល់តែឯងអាប៉ែណាគេមិននាំគ្នាខ្លាចអញ្ចឹងពីគ្រូនៅក្នុងកាយអាឡ័យនោះគ្នារត់ចែកជើងគ្នាហ្មងសូម្បីតែអ៊ំនាយកក៏គាត់រត់ពួនដែរពេលគ្រូវ៉ាន់តាអត់ចាំយូរទេទៅពួនក្រោមទឹកប្រោយពួនអត់អស់ចិត្តទេថែមនឹងចាក់សោពីក្នុងទៅទៀតនេះគាត់ទៅដើរចិត្តម្ដងឡើងកើទឹកកើដីពេញអូហ្វីសនិយាយទៅម្នាក់ខំលាក់ពួនហាក់ដូចជាអត់ចង់ប្រឈមមុខជាមួយនឹងម្ដងម្នាក់ហ្នឹងអញ្ចឹងនិយាយទៅណិតដែរពួកឯងខំចាក់សោចាក់អីអញ្ចឹងសោគេធាក់តន្តិចមកហ្មងពុំម្នាក់នេះភ័យពេកឡើងធ្លាក់បែកធ្វើការតែគេអត់បានធ្វើអីទាំងអស់អត់ចាំយូរទេបរិមម្នាក់ហ្នឹងក៏ដើរចូលក្នុងតាមធម្មតាហើយកញ្ញាយន្តបំយើងក៏រៀងខូចដែរគ្រាន់តែគេដើរចូលទៅភ្លាមមើលគេពីលើដល់ក្រោមហ្មងយីប៉ាក់ហ្នឹងហើយដល់ពេលមើលគេហើយតាំងអង្គុយគិតម្នាក់ឯងថាអាប៉ាក់ហ្នឹងមេតមមអញ្ចឹងអីអញ្ចឹងប្រហែលជាអត្តពលិកទេហ្នឹងតែបើតាមមើលទៅអត្តពលិកទៅជាមានសាក់ទេអាប៉ាក់ហ្នឹងជា gangster ហើយមើលទៅនិយាយទៅកញ្ញាយន្តបំហ្នឹងរៀងយ៉ាប់ដែរហ្នឹងពួកអីគ្រាន់តែឃើញគេភ្លាមថាគេអាក្រក់យ៉ាងប្រហើយពេលអ្នកគ្រូម្ចាស់ផ្ទះគាត់ឃើញស្ថានភាពរៀងតឹងតែងពេកគាត់និយាយ welcome ទៅកាន់បរិមម្នាក់ហ្នឹងទៅដែលគាត់និយាយថា welcome ពូហាងខ្ជុលហើយហាងខ្ជុលនេះគឺជាក្មេងប្រុសម្នាក់ដែលល្បីហើយមាន fan ច្រើនចំរោមនៅមុខសាលាការវិផឹកមិញហ៎ហើយកញ្ញាយន្តបំគ្រាន់តែលើថាបរិមម្នាក់ហ្នឹងគឺជាពូរបស់ហាងខ្ជុលឡើងវ៉ាវហ្មងលក្ខណៈថានឹងមិនមែនពូរបស់ហាងខ្ជុលអូយពូហើយក្មួយគេអត់មានស្តេងគ្នាបន្តិចសោះហ្មងពូផ្សេងក្មួយផ្សេងអញ្ចឹងណាហើយនេះមុខតួប្រុសរបស់យើងពេលងាកមុខមកណាគេដែលស្គាល់គាត់ខ្លះគាត់មានឈ្មោះប៉ុន្តែអានប៊ូយុនត្រូវជាសង្សារអេដមីនអាចច្រឡំជាអតីតសង្សារកញ្ញាជីស៊ូ Blackpink អញ្ចឹងគេណាគេខ្លះជា fan របស់ជីស៊ូចូលកមិនម្នាក់មួយលឿនណាពងហៅមុខនិយាយលេងគ្នាយើងហើយសម្រាប់នៅក្នុងរឿងនេះដែរគាត់មានឈ្មោះថាសុន JQ ប៉ុន្តែមានសុំហៅគាត់ថា JQ អញ្ចឹងវារៀងងាយស្ដាប់ជាងគ្នាយើងលបង JQ យើងហ្នឹងគាត់ថាគាត់មករលោកគ្រូហុងហើយលោកគ្រូហុងដែលខ្ញុំហៅថាលោកគ្រូវ៉ាន់តាហ្នឹងគឺគាត់នៅក្រោមតុកហ្នឹងតែម្ដងគឺពួននៅក្រោមតុកឡើងញ័រហើយអ្នកគ្រូម្ចាស់ផ្ទះគាត់ឃើញស្ថានភាពដូចរៀងយ៉ាប់ទៅអញ្ចឹងគាត់ក៏បើកទ្វារកន្លែងដែលលោកគ្រូនាយកគាត់ពួនហើយគាត់ទៅបើកទ្វារមកលោកគ្រូនាយកឡើងចង់ផ្កាប់មុខលោកគ្រូនាយកក៏គាត់ធ្វើដើរទៅរាក់ទាក់ជាមួយនឹងជេខ្ជុលគាត់និយាយថាដោយសារតែខ្ញុំហ្នឹងមានការងារសំខាន់បន្តិចបានចេញមកស្វាគមន៍រៀងលឿនជាងហ្នឹងតាមពិតទៅគាត់រត់កិច្ចគេមួយថ្ងៃហ្នឹងហើយគាត់ក៏សួរជេខ្ជុលដែរថាជេខ្ជុលហ្នឹងមកទីនេះដើម្បីអីហើយជេខ្ជុលគាត់ក៏ប្រាប់វិញទៅថាគាត់មកហ្នឹងមកហៅលោកគ្រូវ៉ាន់តាតែលោកគ្រូវ៉ាន់តាអត់នៅហ្នឹងឥឡូវនេះហ៎តែតាមពិតទៅលោកគ្រូវ៉ាន់តាគាត់ពួននៅក្រោមតុកតែជេខ្ជុលអត់ដឹងហ៎ជេខ្ជុលក៏បន្ថែមទៀតថាគាត់មកហ្នឹងគឺមកដើម្បីនិយាយរឿងវារង្វាន់កតញ្ញូដែលហាងខ្ជុលដែលធ្វើជាក្មួយរបស់គាត់ហ្នឹងត្រូវទទួលបានតែមូលហេតុអីបានជាលោកគ្រូវ៉ាន់តាណាសុកទៅប្រាប់ក្មួយគាត់ថាពានរង្វាន់ហ្នឹងត្រូវបាន cancel វិញហើយជេខ្ជុលក៏គាត់និយាយបន្ថែមទៀតថាលោកគ្រូវ៉ាន់តាហ្នឹងបាននិយាយប្រាប់ក្មួយគាត់ថាអញ្ចេះក្មេងដែលគ្មានឪពុកម្ដាយអត់ស័ក្តិសមទទួលបានពានរង្វាន់កតញ្ញូហ្នឹងទេចឹងមកដល់កន្លែងនេះយើងក៏បានដឹងថាហាងខ្ជុលដែលត្រូវជាក្មួយរបស់ជេខ្ជុលហ្នឹងគាត់ជាក្មេងកំព្រាហើយអ៊ំនាយកក៏ខំនិយាយថាប្រហែលជាមានរឿងយល់ច្រឡំអីទៅដឹងលោកគ្រូវ៉ាន់តាហ្នឹងគ្មានផ្លូវដែលអាចនិយាយអីពាក្យសម្ដីអីចឹងជិះមកក្រៅបានទេចឹងណាហើយជេខ្ជុលក៏និយាយទៅថាគាត់លឺអាពាក្យសម្ដីទាំងអស់ហ្នឹងមកពីអ្នកដតីទេក្មួយរបស់គាត់បានប្រាប់គាត់រឿងហ្នឹងទេពីអ៊ំនាយកឃើញជេខ្ជុលក្តៅទៅចឹងក៏គាត់ថាអូញ៉ាំកាហ្វេសិនណាកុំតន់ខឹងអីស្រួលច្រាលអីចឹងណាហៅកាហ្វេមួយអ្នកគ្រូយន្តបងក៏ស្ទុះស្ទាបញ្ញាទៅចុងកាហ្វេទៅនិយាយអត់តផុសពីមាត់ផងលេងតួប្រុសរបស់យើងនឹងចាប់កាច់ដៃគ្រូយកហ្មងហើយជេខ្ជុលក៏គាត់និយាយថាអញ្ចឹងមិនបានជាកន្លែងហ្នឹងប្រើឲ្យអ្នកគ្រូស្រីហ្នឹងឆុងកាហ្វេអញ្ចឹងខ្ញុំអាចឆុងខ្លួនឯងបានតាហើយបន្ទាប់មកគាត់ក៏បាយតែមើលកញ្ញាយន្តបំយើងណាតែគេខ្សែភ្នែកហ្នឹងអត់ចោលសោះអារឿងស្លក់ស្លឹងគេហ្នឹងនិយាយទៅមើលគេដាក់ភ្នែកហ្មងមើលគេអត់ចិត្តឲ្យដើរទៅចិត្តគេទៀតហើយនៅសុកទៅអោនរកគេឡើងចោលរកគេហើយនៅសម្លឹងមុខគេនឹងហើយទាំងដែលនៅក្នុង office ហ្នឹងមិនមែនតែពីរនាក់ឯងនៅគ្នាឡើងមួយកណោតែទឹកកញ្ញាយន្តបំយើងនេះឯងអត់ហ៊ានមកអត់ហ៊ានកទេគេនៅចិត្តលង្កៀកអញ្ចឹងគេស្នាមអបជេខ្ជូណាខំអោនចិត្តគេប៉ុណ្ណឹងហើយដឹងគេនិយាយថាមកគេនិយាយថា beautiful ស្អាតណាស់គេទៅសារតួស្រីស្អាតណាស់ហើយទៅចាំបាច់អោនទៅនេះកញ្ញាយន្តបំនោះធ្វើមុខឡើងស្លើឡើងហួសចិត្តប្រោយទៅពេលអញ្ចឹងអត់យល់រឿងក៏កាត់ដល់ក្មេងស្រីសិស្សសាលាម្នាក់ហ្នឹងកំពុងតែលេងសារសុកក៏មានដៃមួយមកទះស្មានាងហើយអ្នកទះស្មាហ្នឹងគឺហាងខ្ជុលមកទះស្មានាងហើយមកសួរនាងថាអញ្ចេះសេជិនអញចង់ញ៉ាំតុពុកគេពួកអីគ្នាយើងកំពុងញ៉ាំជុំគ្នានាងចង់ចូលរួមអត់នាងងាកទៅមើលពួកម៉ាក់ហាងខ្ជុលមើលខំនាំគ្នាជាតិគ្នាមើលចង់ដឹងរឿងគេហាងខ្ជុលក៏ត្រឡប់មកវិញម្នាក់ឯងហើយពួកម៉ាក់ហាងខ្ជុលក៏នាំគ្នាសួរនាំទៅថាមិនបានសេជិននឹងអត់ព្រមមកញ៉ាំអីជាមួយគ្នាអញ្ចឹងគេក៏សម័យបត់ទៅក្រោយវិញថាកញ្ញាសេជិននឹងបាននិយាយថាអញ្ចឹងខ្ញុំអត់ចូលចិត្តអ្នកឯងហងអញ្ចឹងខ្ញុំអត់ចង់ញ៉ាំអាហារមួយណាគេដែលខ្ញុំអត់ចូលចិត្តទេគេហាងខ្ជុលនេះគេធ្វើមុខឡើងសែតហើយភ្លាមហ្នឹងពួកម៉ាក់ហាងខ្ជុលក៏ទទួលបានសារថាពូរបស់ហាងខ្ជុលនឹងកំពុងតែនៅសាលារៀនហាងខ្ជុលនេះអត់ចាំយូរទៅក៏រត់ចេញទៅសាលារៀនវិញភ្លាមគេងាកនៅក្នុងសាលារៀនយើងវិញចាប៉ែនឹងឈោមើលមុខគេនៅនឹងតលោកគ្រូនាយកក៏មកសួរថាបើលោកឯងនឹងអត់ចង់ហូបកាហ្វេទេមកជក់បរិយវិញឥឡូវជក់បរិយល្អអត់ជេខ្ជុលគេថាចា
ជក់បរិយហេតុអីបានជាលោកត្រូវនិយាយរឿងជក់បរិយនៅក្នុងសាលារៀនចេះពេលហ្នឹងគេខឹងគេគួកម្ដាយផាំងលើតុឡើងបាសសក់គ្រូយុហ្មងហើយជេស៊ូក៏ចាប់ផ្ដើមសួរគ្រូយុទាំងកាចឲ្យថារឿងពេនវ័នអីអស់ហ្នឹងគេមានលក្ខខណ្ឌអីបែបម៉េចគ្រូយុគាត់ឆ្លើយតែញោមមាត់ថាអញ្ចេះខ្ញុំដឹងថាហាងខ្ជុលគឺជាក្មេងល្អម្នាក់ជាក្មួយល្អម្នាក់ប៉ុន្តែសម្រាប់លក្ខខណ្ឌនៃការទទួលបានពានរង្វាន់មួយហ្នឹងគឺសម្រាប់តែក្មេងដែលគេទទួលបានការបីបាច់ថែរក្សាពីប៉ាម៉ាក់របស់គេទេហើយជេស៊ូនេះបានដៃបដល់រ៉េបយោថាអញ្ចេះតើលោកឯងហ្នឹងមានចាំថាលោកឯងហ្នឹងចាក់វ៉ាក់សាំងបានប្រហែលដងអត់ហើយជេស៊ូគេចាប់ផ្ដើមរៀបរាប់ថាគេយកក្មួយគេទៅចាក់វ៉ាក់សាំងបានប្រហែលដងនេះគេនិយាយបន្តទៀតថាអញ្ចេះពេលក្មួយគេឈឺធ្ងន់ណាឈឺខ្លាំងហើយកម្ដៅឡើងដល់ជា40អង្សាពេលហ្នឹងគឺចំពេលអត់មានប៉ែតណាបើកទេគេខំបីក្មួយគេឡើង5គីឡូដែរហើយរត់ទៅរកប៉ែតអញ្ចឹងកន្លែងដែលជេខ្ជូគេនិយាយហ្នឹងគឺចង់បញ្ជាក់ថាអញ្ចេះទោះបីជាហាងខ្ជុលហ្នឹងអត់មានឪពុកម្ដាយណាបីមើលថែគេក៏ដោយគេដែលជាពូនេះខំប្រឹងមើលថែក្មួយខ្លួនឯងហ្នឹងឲ្យបានល្អដែរហើយជេខ្ជូហ្នឹងខំរៀបរាប់មកអស់ហើយតាំងពីក្មួយខ្លួនឯងហ្នឹងចូលរៀនដំបូងថ្ងៃណាបាក់ថ្មិញដំបូងហ្នឹងថ្ងៃណាហើយចេះជិះកង់ថ្ងៃដំបូងហ្នឹងថ្ងៃណាឆ្នាំណាខែណាទៅគេចាំទាំងអស់ហ្មងគេសួរទៀតថាបើសិនជាខ្ញុំហ្នឹងមិនមែនជាឪពុកម្ដាយរបស់ហាងខ្ជុលទេតើអ្នកណាទៅគឺជាឪពុកម្ដាយរបស់ហាងខ្ជុលពួកអីមានតែគេដែលជាពូនេះឯងខំប្រឹងបីបាច់ថែរក្សាក្មួយខ្លួនឯងតាំងពីតូចមករហូតដល់ធំប៉ុណ្ណឹងហើយអ៊ំនាយកនៅកាំងស្ញាញ់តបអីគេមិនកើតនិយាយទៅកាំងនេះកញ្ញាយន្តបុំមកឈោមើលគេឡើងផ្លឹកមកមើលឲ្យគិតតែឯងទៀតហើយថាស្ទៀវក៏មានបេះដូងដែរគេហាងចូលគេក៏ដើរមកឆុងកាហ្វេញ៉ាំខ្លួនឯងគេដើរទៅវិញនៅឆ្លៀតថាឲ្យទៀងសាលារបលយកអីគ្មានយុត្តិធម៌សោះអញ្ចឹងហើយគេដើរមកគេទុកកាហ្វេលើតុហើយគោះហៅលោកគ្រូវ៉ាន់តាទៀតហើយលោកគ្រូវ៉ាន់តានៅក្រោមតុឡើងភ័យហ្មងហើយជេខ្ជូគេបន្តទៀតថាលោកគ្រូឯងមើលទៅដូចរវល់ដល់ហើយអញ្ចឹងកាហ្វេនេះខ្ញុំទុកលើតុលក្ខណៈថាគេឲ្យកាហ្វេនឹងទៅលោកគ្រូនឹងអញ្ចឹងក៏មកគេក៏ធ្វើការលាអ្នកទាំងអស់គ្នានៅក្នុង office ហ្នឹងហើយដើរចេញទៅគ្រាន់តែជេខ្ជូចេញទៅផុតម្នាក់ដូចដកបន្លាចេញពីទ្រូងអញ្ចឹងហើយកញ្ញាយន្តបុំចាប់ដើមដាក់មកឌីបរហើយតែយន្តបុំនិយាយថាអញ្ចឹងខ្ញុំមិនដឹងសោះថាហាងខ្ជុលគឺនៅផ្ទះជាមួយពូគេបន្ទាប់ពីប៉ាម៉ាក់គេស្លាប់ទៅហើយអាប៉ាហ្នឹងពូរបស់ហាងខ្ជុលមែនក៏អីដែលកញ្ញាយន្តបុំសួរកន្លែងហ្នឹងចង់បានន័យថាអញ្ចឹងតែជេខ្ជូហ្នឹងពិតជាពូប្រកាសរបស់ហាងខ្ជុលអត់ពួកអីខុសគ្នាដាច់ពេកអញ្ចឹងណាហ្សែនតែមួយមែនអីតែមួយមែនអញ្ចឹងពីគូឡើង Oh my god គ្រប់គ្នាហ្មងលក្ខណៈថាតែពិតចេះនិយាយដែរចោះមកធ្វើការរដងអត់ដែលមាត់អត់ដែលកហៅគេសោះចេញមកណាគេខ្លះទៅធ្វើតែការមែនអត់មាននិយាយហៅអ្នកណាគេបន្តិចសោះហ្មងហើយកញ្ញាយន្តបុំក៏សួរដែរថាតើអាប៉ាហ្នឹងរងថ្ងៃធ្វើការងារអីដែរមិនបានមើលទៅ gangster អញ្ចឹងណាគ្រូមិនតាក៏ប្រាប់ទៅថាមានធ្វើអីទៀតមានតែស្ទៀវការ៉េហ្នឹងឯងតាមពិតទៅអាប៉ាជេខ្ជូហ្នឹងស្ទៀវការ៉េដែលគេនិយាយមែនហ្នឹងឯងគាត់ដើរចូលផ្សារអ្នកខ្លះបិទតូបប្រើសារតបអស់លេងមកលោកគ្រូបន្តាគាត់បន្តទៀតថាចាមានថ្ងៃមួយគាត់កំពុងអង្គុយហូបអីជាមួយនឹងពួកម៉ាក់របស់គាត់ជេខ្ជូដើរចូលមកដល់ហ្មងហើយគប់អាប្រដាប់ក្មេងលេងចូលទៅក្នុងវងគាត់កំពុងអង្គុយជេខ្ជូគេក៏សួរទៅថាមិនបានប្រដាប់ក្មេងលេងនឹងស្លេកពណ៌អស់លេងចឹងម្ចាស់ហាងគាត់ក៏ប្រាប់ទៅថាមកពី ingredient ជេខ្ជូអត់ខ្វល់លើកតុកកវត្តប្រាវហើយអ្នកគ្រូម្ចាស់ផ្ទះគាត់ក៏បន្តទៀតថាចាថ្ងៃមួយគាត់កំពុងដើរនៅក្នុងព្រៃហើយមិនដឹងថាជេខ្ជូគឺកំពុងធ្វើអីឃើញជីកកប់តែឯនៅក្នុងព្រៃអញ្ចឹងណាមានលោកគ្រូម្នាក់ទេគាត់និយាយថាគាត់បានឃើញជេខ្ជូកំពុងតែលើកឡានហើយលើកឡានមួយតែឯងលោកហេតុតែគេសង្ហាសូម្បីពេលលើកឡានក៏សង្ហាដែរហើយមានលោកគ្រូម្នាក់នេះក៏ខំធ្វើត្រាប់តាមហើយភ្លាមហ្នឹងហាងខ្ជុលក៏មកដល់សាលាហើយគ្រូវិនតាអត់ចាំយូរក៏ឃើញមុខហាងខ្ជុលភ្លាមស្រែកយកមកថាចាទៅប្រាប់ពូហាងខ្ជុលអញថាឈប់មកសាលាទៅចាប់ពីពេលហ្នឹងទៅមកសាលាលើកណាបើក៏តែរឿងរ៉ាវឯងសាច់រឿងក៏កាត់ដល់ទៅមុខបន្តទៀតអ្នកកញ្ញាយន្តបុំយើងកំពុងតែដើរផ្សារសុកក៏ទទួលបានសារមួយពីប៉ារបស់នាងផ្ញើសារមកដល់និយាយថាចាតើឥឡូវនេះកូនកំពុងនៅណាប៉ានឹកកូនខ្លាំងណាស់ប៉ាបានធ្វើម្ហូបហើយនឹងស៊ុបដែលកូនចូលចិត្តតើអ្វីៗគ្រប់យ៉ាងល្អបើសើហើយមែនអត់ប៉ាសង្ឃឹមថាថ្ងៃណាមួយពួកយើងនឹងអាចញ៉ាំអាហារជុំគ្នាវិញប៉ាសោកស្ដាយខ្លាំងណាស់ដែលពេលមុនប៉ានិយាយពាក្យមិនល្អដាក់កូនយើងក៏អត់បានដឹងដែរថាកញ្ញាយន្តបុំនឹងមានរឿងអីជាមួយនឹងប៉ារបស់ខ្លួនឯងដែលសម្រាប់ចិត្តឲ្យនាងផ្ដាច់តំណែងជាមួយនឹងប៉ារបស់ខ្លួនឯងដាច់ហ្មងសូម្បីតែគាត់ផ្ញើសារមកក៏នាងអត់តបដែរតែរឿងក៏កាត់មកដល់យន្តបុំពេលមកដល់ផ្ទះហើយមកដល់ផ្ទះហ្នឹងនិយាយពីវេទនាចាក់សោតបានចូលផ្ទះទេសោហ្នឹងវារៀងពិបាកចាក់តខ្ទេចសោអស់មួយមនុស្សកំពុងសែតហងមួម៉ៅហងក៏ផ្សោចោលបរហើយហ្នឹងដល់អត់មានសោចូលផ្ទះក៏ឆាតទៅរកអ្នកគ្រូម្ចាស់ផ្ទះទៅថាអត់មានសោចូលផ្ទះទេកំពុងដើរសុកហ្នឹងដើរតែឯងសុកក៏អាំពូភ្លើហ្នឹងវាអញ្ចឹងទៀតភ្លឺផ្លែតដូចខ្មោចលងញ៉ាំកំពុងតែភ័យផងអីផងក៏ឃើញតួប្រុសរបស់យើងដើរមកផ្លូវជាមួយគ្នាហ្នឹងទៀតហើយអាប៉ាជេខ្ជុលហ្នឹងអញ្ចឹងទៀតយកហើយនៅពាក់មួពាក់អីនេះវាទៅខ្មៅមួយឈុតដូចពពួក stalker គ្នាយើងនេះកញ្ញាយន្តបុំនេះនិយាយថាភ័យហើយខំសម្លឹងមើលគេចុះឡើងស្រាប់តែឃើញដៃអាប៉ែហ្នឹងនឹងកាន់អីមិនដឹងដូចកបិតតិចដើរតិចមិនហិចតែឃើញប៉ុណ្ណឹងហើយនាងក៏ចាប់ផ្ដើមដល់ឃើញហើយក៏ផឹកមិញគ្រូនោះគ្នាប្រាប់នាងថាអាប៉ែហ្នឹងចម្លែកមិនខ្លះហើយចៃខ្ជុលចាប់ផ្ដើមដើរទៅមុខទៅរកនាងហើយកញ្ញាយន្តបុំយកក៏ឃើញគេដើរមកចឹងរត់យកអត់មានងាកក្រោយទេនិយាយទៅរត់ដាច់ជើងចោលហ្មងតែអាប៉ែចៃខ្ជូនឹងក៏ចឹងទៀតនឹងរត់តាមគេធ្វើអីអត់យល់គេរត់ឡើងជ្រុះមួកយន្តបុំមកភ័យពេកឡើងខលទៅរកជំនួយអត់តន់បានជិះខលទៅរកជំនួយផង
នាងឡើងផាំងនៅមកកន្លែងមកដោយសារតួប្រុសចាក់តួស្រីយើងមកសាច់អាំងឯតួស្រីរត់ចង់ដាច់ជើងគាត់ថាហ្នឹងជាកបិតទៅពេលយប់ចេះផងមើលដឹងទេពីចងាយចេះខ្ជូក៏ជួយរើទូរស័ព្ទដែលនាងបានធ្វើឲ្យជ្រុះហ្នឹងតែគាត់ក៏ឃើញដែរថាកញ្ញាយន្តបុំនឹងកំពុងតែព្យាយាមទេរកប៉ូលីសហើយចេះខ្ជូគាត់ក៏សួរដែរថាកញ្ញាយន្តបុំឯងកើតអីមិនបានព្យាយាមទេទៅប៉ូលីសអញ្ចឹងនេះកញ្ញាយន្តបុំភ័យពេកនិយាយឡើងដូចសូត្រមេលេគេថាអញ្ចឹងឲ្យខ្ញុំសុំទោសតែកុំសម្លាប់ខ្ញុំអីខ្ញុំមានរឿងច្រើនដែលត្រូវធ្វើច្រើនណាស់បើលោកសម្លាប់ខ្ញុំទៅសម្លាប់ខ្ញុំនៅសេអ៊ូលទៅព្រោះអីបើសម្លាប់ខ្ញុំនៅនេះខ្ញុំមានសាច់ញាតិមកចូលរួមពិធីបុណ្យសពទេដោយសារតែខ្ញុំនឹងផ្ដាច់ទំនាក់ទំនងពីគ្រួសារហើយក៏ដូចជាមិត្តភ័ក្តិអស់ហើយមួយទៀតបើសិនជាលោកសម្លាប់ខ្ញុំនៅផ្លូវស្ងាត់ហ្នឹងអ្នកភូមិប្រកាសជានិយាយដើមងាប់ហើយថាខ្ញុំងាប់ពីទីពីពីចេះខ្ជូលចាប់ដើមឆ្ងល់ហ្មងចុំសម្លាប់អីគេខ្ញុំចាក់សម្លាប់នេះអីគេចាក់សម្លាប់ហ្នឹងគេយកសាច់អាំងយកចាក់មែនទិញតួប្រុសយើងហូចសាច់អាំងឲ្យហើយកញ្ញាយន្តបុំហ្នឹងអញ្ចឹងទៀតធ្វើមុខឡើងស្លើអញ្ចឹងចាក់មិញហ្នឹងចាក់សាច់អាំងអីចាហើយតួប្រុសរបស់យើងក៏ហាយសាច់អាំងហ្នឹងឲ្យមើលទៅឲ្យអស់ចិត្តអញ្ចឹងហើយកញ្ញាយន្តបុំយើងក៏និយាយទៀតទៅថាដោយសារតែស្នាមសាក់របស់លោកហ្នឹងហើយដែលធ្វើខ្ញុំហ្នឹងភ័យខ្លាំងហើយរត់អញ្ចឹងវាចេះខ្ជូអត់ចាំយូរដោះសាក់នឹងចេញហ្មងតែប៉ិតសាក់ហ្នឹងជាសាក់លើរបៀបគេពាក់ស្រោមដៃសាក់អញ្ចឹងគ្នាយើងទៅចេះខ្ជូហ្នឹងគេនិយាយថាអញ្ចឹងអាហ្នឹងគឺបានមកពីកដោអញ្ចឹងគេអាចចោលកដោហ្នឹងបានទេនេះកញ្ញាយន្តបុំដល់ពេលខ្មាស់គេពេកអញ្ចឹងក៏សុំលាចូលផ្ទះណាទៅទូប្រុសរបស់យើងក៏សួរទៅថាកន្លែងហ្នឹងមិនមែនផ្ទះនាងហ៎ចូលផ្ទះលឿនៗនៅព្រោះអីម្ដុំហ្នឹងអត់សូវមានសុវត្ថិភាពហ្មងទេហើយតួស្រីរបស់យើងក៏ប្រាប់តួប្រុសវិញថាអញ្ចឹងលោកទៅផ្ទះមុនទៅព្រោះអីទ្វារហ្នឹងបើកអត់ចេញទេវាខូចអីអញ្ចឹងណាហើយចេះខ្ជូនោះក៏លឺទ្វារខូចហើយសម្រុកទៅកញ្ញាយន្តបុំនោះខំខាត់គេកុំឲ្យគេបារម្ភអីទៅផ្ទះទៅព្រោះអីផ្ទះហ្នឹងមានជួលគេទេតែបើសិនជាមានបញ្ហាខូចខាតអីណាមួយគឺនាងជាអ្នកជីងលុយសងគេណាតែប៉ចេះខ្ជូនេះអត់ខ្វល់ទេនិយាយអីនិយាយទៅលេងលោតទៅបដ ாய் ណាកញ្ញាយន្តបុំនោះខំស្រែចង់អីឲ្យខ្លាចអាប៉ហ្នឹងរត់បោកទ្វារតាមពិតគេផ្លោះលបងសោះតែគេជាបរិសង្ហាទោះបីគេលោតគេហក់អំបិចក៏រក្សាភាពសង្ហារបស់គេបានដែរហើយគ្រាន់តែប៉ហ្នឹងហក់ដល់ដីភ្លាមលង្កើដីហ្មងហើយចេះជួគេក៏បើកទ្វារឲ្យតួស្រីយើងចូលផ្ទះទៅហើយមុននឹងគេចាក់ចេញទៅផ្ទះគេវិញគេនិយាយថាខ្ញុំទៅផ្ទះវិញហើយតន់សាច់ខ្ញុំនៅក្តៅហើយនាងត្រូវតែសងខ្ញុំគ្រប់យ៉ាងនៅកំហុសដែលនាងបានធ្វើហើយចេះជួគេក៏ប្រញាប់រត់ទៅផ្ទះគេវិញណាតែអាចារ្យតាំងភ័យខ្លួនអញសងគេមិនទេលេងសើទេប្តឹងប៉ូលីសប្តឹងអីហើយចោតគេតែចាក់ខ្លួនឯងសម្រាប់អីណាហូចិត្តរឿងក៏កាត់ដល់ពេលចេះជួត្រឡប់ដល់ផ្ទះវិញហើយសាច់អាំងដែលគេទិញមកហ្នឹងគឺជាសាច់អាំងទិញឲ្យក្មួយគេនឹងឯងដោយសារតែគេដឹងថាហាងខ្ជុលហ្នឹងចូលចិត្តសាច់អាំងហ្នឹងពេលនៅឈប់មើលពីនវ៉ាន់ដែលក្មួយគេទទួលបានអាហ្នឹងអាពីនវ៉ាន់ដែលគេខំតវ៉ាកាលពីព្រឹកមិញបានបន្តិចក្រោយមកគេក៏ដើរលំហែកាយមកកូនចៅរបស់គេណាហើយដើរសុកគេក៏និយាយលូលទាំប្រាប់កូនចៅរបស់គេថាចាញ៉ាំហ្នឹងគេអត់សប្បាយចិត្តសោះដោយសារតែកញ្ញាម្នាក់នោះអត់ចាំគេសោះហ្មងហើយកញ្ញាដែលគេនិយាយហ្នឹងតាមពិតគឺជាតួស្រីរបស់យើងនឹងឯងតាមពិតយន្តបុំហើយនឹងគេគឺធ្លាប់ជួបគ្នាបានម្ដងហើយហើយអាចារ្យយន្តបុំហ្នឹងប្រហែលពេលហ្នឹងសវងលេងមើលមុខតួប្រុសហើយដោយសារគេថាស្អាតម៉េះសាច់រឿងក៏កាន់បដកញ្ញាសេជីនដែលទទួលបានចំណាត់ថ្នាក់លេខ2ហើយគ្រាន់តែបានចំណាត់ថ្នាក់លេខ2ធ្វើមុខឡើងភ័យហ្មងកូនហ្នឹងចំណែកនៅលេខ1គឺហាងខ្ជុលគឺរៀនថ្នាក់ជាមួយនឹងសេជីននឹងឯងតែមានកញ្ញាយន្តបុំជាគ្រូបន្ទុកថ្នាក់ណាហើយយន្តបុំក៏កដាចេញមកក្រៅថ្នាក់វិញទៅដោយសារតែគាត់អស់ម៉ោងគាត់បរៀនហើយសេជីនសុកក៏មកខាត់តាអ្នកគ្រូហើយមើលតានាងដូចជាលក្ខណៈការទុំសុកចិត្តហើយនាងនិយាយថាចាឪពុកម្ដាយរបស់នាងអាចមកជួបអ្នកគ្រូបានទេដោយសារតែជាទូទៅពេលគេចេញលទ្ធផលប្រឡងអញ្ចឹងគ្រូបន្ទុកថ្នាក់ទៅជួបជាមួយនឹងអាណាព្យាបាលរបស់សិស្សហើយសេជីនក៏បន្តទៀតថាចាពុកម្ដាយរបស់ខ្ញុំលើគឺរវល់ខ្លាំងណាស់ជាមួយនឹងយុទ្ធនាការបោះឆ្នោតហើយកញ្ញាយន្តបុំក៏តបទៅសេជីនវិញថាអត់អីអញ្ចឹងចាំអ្នកគ្រូរៀប schedule ឲ្យត្រូវជាមួយនឹងពេលវេលាដែលប៉ាម៉ាអូននឹងតនេណាហើយសេជីននេះរឹងបរើលេងនិយាយថាចាក្នុងនាមជាកូនស្រីយើងមិនគួរធ្វើជាឧបសគ្គដល់ឪពុកម្ដាយរបស់យើងឡើយខ្ញុំដឹងថាអ្នកគ្រូនឹងយល់ថាការរស់នៅក្រោមឥទ្ធិពលរបស់ឪពុកម្ដាយនឹងមានអារម្មណ៍បែបម៉េចនិយាយតែប៉ុណ្ណឹងសេជីនក៏ដើរចេញទៅបាត់ទៅទុកឲ្យកញ្ញាយន្តបុំនឹងឈរឆ្ងល់ម្នាក់ឯងថាសេជីននឹងដឹងអីពីនាងដោយសារតែសេជីននិយាយអីមករៀងប្លែកៗតែបើតាមអេដមីនគាត់ថាចាសេជីននឹងរៀនអត់បានចុះលេខ1ទេចុះលេខ5លេខ2អញ្ចឹងណាអញ្ចឹងអត់ហ៊ានឲ្យឪពុកម្ដាយរបស់ខ្លួនឯងមកជួបនឹងគ្រូបន្ទុកថ្នាក់ឯងសាច់រឿងក៏កាត់ដល់កញ្ញាយន្តបុំយើងកំពុងតែធ្វើការខលណាត់ទៅជួបអាណាព្យាបាលសិស្សនីមួយៗណាហើយក៏ចុះខលឡើងក៏ដល់វិញខលទៅអាណាព្យាបាលរបស់ហាងខ្ជុលហើយអាណាព្យាបាលរបស់ហាងខ្ជុលហ្នឹងគឺត្រូវជាជេខ្ជូងតែម្ដងនេះគ្រាន់តែឃើញឈ្មោះជេខ្ជូងហ្នឹងក៏នឹកឃើញទៀតហើយថាការប្រយុទ្ធមិញហ្នឹងអាប៉ែហ្នឹងនិយាយអីដាក់នាងខ្លះគឺថាឲ្យនាងត្រូវសមពីទង្វើដែលនាងបានធ្វើលើគេពេលអញ្ចឹងហើយតាំងអញអត់ចង់ខលតែគេលក្ខណៈថានាងខ្មាស់គេផងខ្លាចគេផងភ័យផងអីផងអញ្ចឹងណាតែដោយសារតែមានការលើកទឹកចិត្តពីគ្រូនៅជុំវិញខ្លួននាងហ្នឹងក៏នាងក៏ស្រែកចិត្តខលទៅរកគេតែម្ដងដោយសារតែមុននឹងក្រោយក៏គង់តែខលទៅដដែលងាកមកជេខ្ជុលរបស់យើងវិញ
គេកំពុងទៅដើរមួយ steel grey គ្នាគេណាហើយក៏បានចូលទៅក្នុងហាងមួយហើយក៏សួររកម្ចាស់ហាងថាម្ចាស់ហាងនៅណាអ៊ីម្ចាស់ហាងចេញមកហ្មងគាត់និយាយថាចេះមិនគួរឲ្យជឿថាលោកសុកមកដល់ទីនេះដោយសារតែពួកយើងទៅនិយាយទូរស័ព្ទមួយគ្នាហើយហ្នឹងថាខ្ញុំនឹងសងលុយលោកវិញទាំងអស់នៅខែក្រោយគេអ៊ីធ្វើមុខឡើងភ័យហ្មងខ្លាចតួប្រុសរបស់យើងមកហៅរឿងទាំងតាំងក៏ប៉ាត់ទៅតួប្រុសរបស់យើងហើយ steel grey គេមកធីមហ្នឹងគេមកហៅអ៊ីញ៉ាំទេហើយអ៊ីម្ចាស់ហាងឡើងភ័យហ្មងគាត់ស្មានតែគេមកទាលុយគាត់ហើយពាក់ហាងឈុលហ្នឹងអង្គុយអត់តន់បានញ៉ាំអីផងគាត់ទទួលបានខលមួយពីកញ្ញាយន្តបុំណាហើយយន្តបុំនៅវិញគ្នាឡើងភ័យហើយនិយាយឡើងតាក់តែបច្ចេកជួក៏លើសំឡេងយន្តបុំភ្លាមឡើងងើបក្រាស់ហ្មងថាអូកញ្ញាចោះយន្តបុំនាងក៏និយាយទៅថាតើលោកតំណែងនៅពេលណាខ្ញុំអាចជួបលោកបានអត់ហើយបច្ចេកជួនេះចាំមកការក្រាស់តែមកហើយគេក៏និយាយទៅថាជួបឥឡូវខ្ញុំតំណែងឥឡូវកាំងទឹកមុខអ៊ីម្ចាស់ហាងពេលគាត់លើកគេនិយាយថាគេរកចេញទៅវិញអត់តបានហូបអីផងហ្នឹងគឺកញ្ញាយន្តបុំឡើងវ៉ាវហ្មងថាមិនលោកមកឥឡូវនេះមែនហើយគ្រូក៏លឺថាចេកជួមកឥឡូវហ្នឹងដងនេះរត់ហ្មងនិយាយទៅវិចកតាវិចអីចេញពីកាយអាឡ័យហ្មងយន្តបុំខំបកកាយឡើងញោមមកថាចេះអត់អីទេខ្ញុំអត់ប្រញាប់ដែរណាចាំមកជួបខ្ញុំថ្ងៃច័ន្ទម៉ោង 4 ក៏បានដែរហើយចេកជួគេក៏តបទៅថាអត់អីអញ្ចឹងខ្ញុំអាចចាំបានលក្ខណៈថាអូននិយាយមិនក៏បងតាមអូនដែរហើយចេកជួគេក៏សួរទៀតថាចាតើនាងចូលចិត្តអីគេយន្តបុំនឹងឆ្ងល់មកថាអីគេទៅចេកជួគេក៏និយាយទៅថាចាបើសិននាងចូលចិត្តអីនាងប្រាប់ខ្ញុំមកខ្ញុំអាចយកទៅបានណាលក្ខណៈថាគេចង់ទៅជួបនាងដៃទៅទេយន្តបុំក៏តបថាអីទេលោកយកអីមកក៏បានដែរហើយបច្ចេកជួហ្នឹងក៏និយាយទូរស័ព្ទមកគេហើយអង្គុយញ៉ាំឯងញ៉ាំខ្ចប់ហ្មងកញ្ញាយន្តបុំចាប់ដើមស្លន់ស្លាវបដាហើយនាងដាច់ចិត្តវល់អ្នកគ្រូម្ចាស់ផ្ទះឲ្យជួយនាងផងវាថានាងអត់ដឹងទៅជួបគេបែបម៉េចណាលក្ខណៈថាខ្មាស់គេផងភ័យគេផងអារឿងនាងចោទតែគេដេញសម្រាប់នាងឲ្យទេប្តឹងបលិសអ្នកគ្រូម្ចាស់ផ្ទះគាត់ថាគាត់មានកំណត់មួយដែលកំណត់របស់គាត់ហ្នឹងបើសិនជាកញ្ញាយន្តបុំអនុវត្តតាមគឺដឹងតែតួប្រុសរបស់យើងហ្នឹងអត់ហ៊ានធ្វើអីកញ្ញាយន្តបុំហ្មងលក្ខណៈថាគេនឹងគោរពនាងអីអញ្ចឹងណាហើយយន្តបុំនោះគ្នាឡើងអមកឡើងអគុណអ្នកគ្រូម្ចាស់ផ្ទះឡើងញាប់មាត់ហ្មងណាពីកំណត់របស់អ្នកគ្រូម្ចាស់ផ្ទះហ្នឹងគឺគាត់នាំតួស្រីរបស់យើងមកសាឡនហើយមកដើម្បីកែប្រែកញ្ញាយន្តបុំឲ្យក្លាយទៅជាមនុស្សម្នាក់ដែលគេមើលមកគួរឲ្យចង់គោរពណាហើយចាំមើលពេលគេធ្វើឲ្យគេបែរមកនិយាយថាហត់មែនតើធ្វើឲ្យចង់បាក់ទឹកចិត្តលើដើមអីគ្នាទាំងនោះគ្នាមកសាឡនហ្នឹងមកដើម្បីកែប្រែពីអ្នកគ្រូ slot ball ម្នាក់ទៅជាអង្គរៈមើលគ្នាយើងមើល outfit ឲ្យចង់សក់អញ្ចឹងអីអញ្ចឹងអានឹងលក្ខណៈដូចអង្គរៈអ្នកគ្រូម្ចាស់ផ្ទះក៏ឃើញយន្តបុំចឹងភ្លាមអូហ្នឹងហើយ style ហ្នឹងហើយមើលទៅវាលក្ខណៈមានអំណាចណាហ្នឹងហើយមានអំណាចដូចគាត់និយាយមែនតើដោយសារតែដូចអង្គរៈយន្តបុំគ្នានឹងឈឺក្បាលហ្មងចងសក់តឹងពេកក៏បិទភ្នែកបើកភ្នែកហ្នឹងក៏រៀងវេទនាដែរចង់ជ្រុះក្បាលជាងហ្មងហើយដោយសារតែតឹងពេកហ្នឹងក៏ឲ្យជាងសាឡនហ្នឹងគាត់រុះសក់ហ្នឹងជាងវិញទៅសរុបទៅសរុបមកគឺកំណត់អ្នកគ្រូម្ចាស់ផ្ទះហ្នឹងយកជាការបានជួយឲ្យយន្តបុំអត់បានដែរណារឿងក៏កាត់ដល់ថ្ងៃដែលកញ្ញាយន្តបុំត្រូវជួបជាមួយនឹង JQ ហើយកណ្ដឹងយន្តបុំតែងខ្លួនឡើងស្អាតហ្មងណាកៅអៅគេពាក់ពណ៌បែបឈូកខ្ចីទាំងដែលរដងនាងពាក់កៅអៅអីអញ្ចឹងពាក់តែពណ៌ខ្មៅទេកូនសិស្សឡើងរបស់នាងឆ្ងល់ហ្មងហើយសួរថាថ្ងៃហ្នឹងជាថ្ងៃ birthday របស់អ្នកគ្រូមែនបន្តមកទៀតយន្តបុំក៏ចាប់មកនៅនាងត្រូវបរៀនណាពេលនាងឃើញតែគ្រូដែលនៅក្នុងកាយអាឡ័យមួយនាងនោះនេះជាផ្ទះអស់លេងក្នុងពេលតែអ្នកគ្រូម្ចាស់ផ្ទះក៏នៅជាមួយនាងដែរគេដឹងថាថ្ងៃហ្នឹងនាងត្រូវជួបគ្នាជាមួយនឹង JQអស់ជំរឿហើយដល់ពេលដែលនាងឃើញហាងខ្ជុលដើរមកនាងក៏ព្យាយាមនិយាយមកគេថាហាងខ្ជុលអញមានដឹងថាថ្ងៃហ្នឹងពូហាងខ្ជុលអញមកសាលាអត់ទៅហាងខ្ជុលគេនិយាយថាចាខ្ញុំដឹងតើ good luck ណាអ្នកគ្រូហើយយន្តបុំឡើងអស់សង្ឃឹមលេងហ្មងគេរត់ចោលគ្រប់គ្នាពេលឥឡូវនេះឃើញថាចិត្តដល់មកដល់ JQ ហ្នឹងគេមកដល់ហើយកញ្ញាយន្តបុំហ្នឹងគាត់ខំដកដង្ហើមចេញដកដង្ហើមចូលដើម្បីសម្រួលអារម្មណ៍ណាហើយយន្តបុំក៏ប្រាប់ទៀតថាចាបើសិនជាធុញថប់ធុញអារម្មណ៍ហើយអាចធ្វើមុខតាម ISO speed បាននិយាយលេងគ្នាយើងឥឡូវនេះឃើញថាតួប្រុសរបស់យើងបានដើរមកដល់សាលាហើយដើរមកហ្នឹងមកជាមួយនឹងដើមឈើមួយដើមទៀតឡើងប្រព័ន្ធណាណៃហ្មងរឿងក៏កាត់ដល់បរិសង្ហាម្នាក់ដែលគេមានឈ្មោះថាឆយអ៊ីជូនហើយអ៊ីជូនគឺជាមេធាវីម្នាក់ដែលជោគជ័យខ្លាំងនៅក្នុងវិស័យច្បាប់ណាហើយបរិសង្ហានឹងដែរក៏កំពុងតាមរកមនុស្សម្នាក់ដែលមនុស្សម្នាក់ហ្នឹងគឺជាមនុស្សម្នាក់ដែលធ្លាប់វាយធ្វើបាបគាត់នៅរៀនវិទ្យាល័យណារឿងឲ្យបានបង្ហាញយើងទេថាបរិសម្នាក់ដែលវាយគាត់ហ្នឹងមុខមិនអីមិនហើយជនក៏បន្តថាគាត់ខំដើររមបរិសម្នាក់ហ្នឹង10ឆ្នាំហើយតែទីតាំងដែលបរិសម្នាក់ហ្នឹងស្នាក់នៅគឺដាក់ private រហូតហ្មងទៅធ្វើឲ្យគាត់ហ្នឹងពិបាករកខ្លាំងមែនតើហើយគាត់ក៏និយាយឡើងថាកុំតន់អានស្លាប់ឲ្យសោះសុន JQ ចឹងបានន័យថា JQ ហ្នឹងជាបរិសម្នាក់ដែលវាយអបៈហ្នឹងកាលពីរៀនវិទ្យាល័យយើងងាកមើល JQ ម្ដងគាត់តែ JQ ដើរចូលទៅដល់ក្នុងភ្លាមតួស្រីរបស់យើងកញ្ញាយន្តបុំហ្នឹងគាត់ខំស្វាគមន៍គេតាមបែបធម្មតារវាងគ្រូហើយនិងអាណាព្យាបាលសិស្សណាតាមកាប៉ាទៅភ័យសង្អីហ្នឹងពេលនាងឃើញ JQ កាន់តែដើមឈើម្ដងហ្នឹងមកនាងក៏ថាទៅសុំទោសខ្ញុំមិនអាចទទួលកាដូពីអាណាព្យាបាលសិស្សបានទេអាចារ្យហ្នឹងភ័យខ្លាចតែគេឲ្យណាវាតាមប៉ាទៅ JQ គេថាចាអាហ្នឹងដើមឈើហ្នឹងខ្ញុំតែងមកសងសាលាវិញតាដោយសារតែខ្ញុំមកថ្ងៃមុនហ្នឹងធ្វើឲ្យបែកថូបការអស់មួយវាទៅរកកន្លែងខ្មាស់គេតបានកញ្ញាយន្តបុំតមកគេដាក់ថូបការហ្នឹងចុះសិនទៅហើយរកកន្លែងអង្គុយវាតុកនោះអត់ចេះសហការគ្នាសោះហ្មងក៏អង្គុយចុះឡើងបាសហ្មងតុកហ្នឹងដោយសារគេខ្ពស់ពេកអត់ចាំយូរបច្ចេកជួហ្នឹងក៏ដកតុកចេញហ្មងទៅតែងហើយក៏ខិតទៅមុខអង្គុយតុកជាមួយនឹងកញ្ញាយន្តបុំហ្មងហើយអ្នកគ្រូយើងចាប់ផ្ដើមភ័យទៀតហើយនិយាយទៅមុខនឹងរត់មកសាហ្មង JQ គេក៏និយាយឡើងថាចាពួកយើងត្រូវពិភាក្សាគ្នាមុខទល់នឹងមុខត្រូវអត់
នេះកញ្ញាយួនបុំខ្ជិលតប៉ែឡាយលោតច្រើនក៏ចូលសាច់រឿងហ្មងទៅថាអញ្ចឹងខ្ញុំបានត្រួតពិនិត្យនៅក្នុងហ្វមហើយខ្ញុំក៏ឃើញថាហាងខ្ជិលហ្នឹងអត់មានគោលបំណងដើម្បីរៀនបន្តទេតើជាមូលហេតុអីទៅអ្នកបច្ចេកជូនចេញមកចាក់ប្រធាន100សុកក៏សួរគេនាងមកពីទីក្រុងសេអ៊ូលមែនចំណែកខ្ញុំក៏មកពីទីក្រុងសេអ៊ូលដែរតែមកពីទីក្រុងសេអ៊ូលពាក់កណ្ដាលហើយកញ្ញាយួនបុំក៏ឆ្ងល់ហ្មងថាពាក់កណ្ដាលមកទៅ JQ ក៏តបថាដោយសារតែម៉ាក់របស់ខ្ញុំហ្នឹងមកពីទីក្រុងសេអ៊ូលហើយខ្ញុំក៏អាចនិយាយភាសាដូចជាអ្នកទីក្រុងសេអ៊ូលនិយាយបានដែរជាមួយខ្ញុំនិយាយស្ដាប់ណាបច្ចេកជូនចេះនិយាយគេស្ដាប់ទៅហើយកញ្ញាយួនបុំក៏ចេះថាហ្នឹងហើយដូចអីហើយទុកមកបញ្ជាក់ថាការអត់ធ្មត់មានដែនកំណត់ហ្មងហើយកញ្ញាយួនបុំខំទាញតួប្រុសយើងឲ្យចូលមកសាច់ការវិញតែប៉ែហ្នឹងអត់សហការគ្នាសោះអង្គុយសោសស្រាប់តែសួរតួស្រីហ្នឹងអាយុប៉ុន្មានហើយសួរទៀតថាតកូលតួស្រីហ្នឹងយុនហើយឈ្មោះបុំមែនហើយកញ្ញាយួនបុំតបលេងជាប់លេងស្រែកឲ្យតួប្រុសហ្មងហ្នឹងហើយវាមិនចឹងណាអ្នកពាក់ជេកជូហ្នឹងគេស្រែកឲ្យប៉ុណ្ណឹងហើយនឹងអង្គុយញ៉ាំចេញទៀតនេះកញ្ញាយួនបុំយើងនិយាយទៅធ្វើអីលេងត្រូវហ្មងខ្មាស់គេផងភ័យគេផងនិយាយទៅមកសពអ្នកពាក់ជេកជូនឹងអង្គុយសម្លឹងមុខគេនៅនឹងសម្លឹងបែបស្រឡាញ់កូនគេហ្មងហើយយួនបុំក៏អោនទៅមើលតារាងបន្ទុកហើយអាប៉ែហ្នឹងសាច់ការសាច់កាប់អីទេអោនទៅរកគេដែរហ្នឹងហើយក៏កំពុងទៅនៅចិត្តគ្នាស្រាប់ហ្នឹងគេក៏ហៅឈ្មោះតួស្រីថាមួយម៉ាត់ថាបុំហើយឡើងអញ្ចឹងហ្មងអត់យល់ទេសសុកហៅឈ្មោះគេមួយម៉ាត់ហើយមួយម៉ាត់ហ្នឹងបែបខ្ជូតទៀតកញ្ញាយួនបុំភាំងហ្មងមិនចឹងទេស្ទៀលក្រេនេះហើយសាច់រឿងរបស់យើងភាគទី1ក៏បានចប់ត្រឹមហ្នឹងសិនជាអ្នកទាំងអស់គ្នាមើលវីដេអូនេះបានដល់ចប់កុំភ្លេចឲ្យ feedback មក admin វិញផងថាឲ្យ admin ហ្នឹងត្រូវកែសម្រួលបែបម៉េចអីបែបម៉េចអញ្ចឹងណាព្រោះអី channel នេះ channel ថ្មីហើយវីដេអូនេះក៏វីដេអូទី1របស់ admin ដែរអញ្ចឹងបើសិនជាវាមានបញ្ហាណាមួយដែលកើតឡើងនៅក្នុងវីដេអូហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការឲ្យ feedback មកកាន់ admin វិញបាន admin នឹងរីករាយនៅក្នុងការកែសម្រួលនៅវីដេអូបន្តទៀតអរគុណជម្រាបលា